បាទនៅពេលនេះដែរស្ថាប័នលំដាប់ថ្នាក់ពិភពលោក WKN បានទម្លាក់ poster ផ្លូវការ100%ហើយបងប្អូនតាក់ទងទៅនឹងគ្រូម៉ៅចាប់ខ្មោចលន់បញ្ញាគឺនឹងចូលរួមធ្វើការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ WKN គុនខ្មែរ World Champion ដែលនឹងត្រៀមរៀបចំនៅលើទឹកដីកម្ពុជារបស់យើងនៅក្នុងខែមករានេះបាទស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័ត៌មានកីឡាជាតិនិងអន្តរជាតិថ្មីសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកស្ដាប់ក៏ដូចជាទស្សនាថ្មីកុំភ្លេចជួយចុចពី like ក៏ដូចជា subscribe ក្នុង Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានរាល់ព័ត៌មានកីឡាជាតិនិងអន្តរជាតិជាបន្តទៀតជារៀងរាល់ថ្ងៃបាទ poster ផ្លូវការ100%ហើយបងប្អូនតាក់ទងទៅនឹងគ្រូម៉ៅចាប់ខ្មោចលន់បញ្ញាគឺនឹងចូលរួមធ្វើការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ WKN គុនខ្មែរ World Champion នាថ្ងៃទី11ខែមករាឆ្នាំ2026នេះដោយឡែកសម្រាប់ដៃគូលន់បញ្ញាគឺមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនោះទេបងប្អូនបាទអញ្ចឹងនេះជាលើកទី1ហើយដែលស្ថាប័នលំដាប់ថ្នាក់ពិភពលោក WKN ដែលមានពាក្យពេញថា World Kickboxing Network ដែលបានដាក់បញ្ចូលនៅវិញ្ញាសាគុនខ្មែររបស់យើងនៅក្នុងស្ថាប័នពិភពលោកមួយនេះហើយស្ថាប័ននេះក៏មានការសហការជាមួយនឹងwebsite កីឡាមួយដ៏ធំដែលមានឈ្មោះថា Boxer អញ្ចឹងរាល់ការប្រកួតគឺនឹងមានការកត់ត្រាទុកនៅក្នុង website Boxer ផងដែរហើយយើងចាំអត់ថាតើកីឡាករគុនខ្មែររបស់យើងរូបណាបន្ទាប់ទៀតដែលមានឱកាសនៅក្នុងការចូលដណ្ដើមខ្សែក្រវ៉ាត់ WKN ហើយសម្រាប់កម្មវិធីនេះក៏អរគុណដល់ក្រុមហ៊ុនគ្រុតដែលបានធ្វើការសហការដូចជាឧបត្ថម្ភនៅក្នុងការប្រកួតនេះផងដែរបងប្អូនបាទអញ្ចឹងតាក់ទងទៅនឹងស្ថាប័ន WKN នេះក៏ធ្លាប់មានកីឡាករកម្ពុជារបស់យើងមួយរូបគឺហនុមានកាន់មិញហុងដែលធ្វើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅលើទឹកដីប្រទេសបារាំងតែការប្រកួតនេះគឺលក្ខណៈ kickboxing ហើយលទ្ធផលគឺយើងធ្វើឲ្យបានល្អទេអញ្ចឹងសង្ឃឹមថាបានប្រកួតនេះលន់បញ្ញានឹងធ្វើឲ្យបានល្អក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ព្រោះជាខ្សែក្រវ៉ាត់ដំបូងផងដែលបានដាក់បញ្ចូលនៅវិញ្ញាសាគុនខ្មែររបស់យើងបងប្អូន